ប្រតិបត្តិព្យាករណ៍ធាតុអាកាសប្រចាំថ្ងៃរបស់ខេត្តកំពង់ស្ពឺមន្ទីរធនធានទឹកនិងអូតូនិយមខេត្តកំពង់ស្ពឺបានដឹងថានៅថ្ងៃទី2ខែកក្កដាឆ្នាំ2025ប្រព័ន្ធសម្ពាធទាបបានកំពុងមានអតិពលជាមធ្យមមកលើខេត្តកំពង់ស្ពឺស្ថានភាពបែបនេះនឹងធ្វើឲ្យសីតុណ្ហភាពអបបរបាពី24ដល់25អង្សាសេនិងអតិបរបាពី32ដល់33អង្សាសេខ្យល់បក់បំពេញទិសបស្ចិមមានល្បឿនចាប់ពី2ម៉ែត្រទៅដល់5ម៉ែត្រក្នុងវិនាទីមានភ្លៀងផ្គររន្ទះពីតិចទៅមធ្យមភវនីយភាព 60% ចំណែកស្ថានភាពទឹកនិងកម្ពស់ទឹកនៅតាមរស្ថានីយជលសាស្ត្រសំខាន់នៃដងស្ទឹងព្រៃថ្នោតខេត្តកំពង់ស្ពឺសម្រាប់ថ្ងៃទី2ខែកក្កដាឆ្នាំ2025ក៏អំពីស្ថានភាពទឹកនៅតាមបារាំងទឹកសំខាន់មន្ទីរធនធានទឹកនៅអូតូនិយមខេត្តកំពង់ស្ពឺសូមគោរពជំរាបជូនដំណឹងដល់បងប្អូនសាធារណជនមេត្តាជ្រាបថាភូមិសាស្ត្រខេត្តកំពង់ស្ពឺស្ថានភាពភ្លៀងធ្លាក់កម្រិតពីតិចទៅមធ្យមបានធ្វើឲ្យស្ថានភាពទឹកនៅតាមបណ្ដាទំនប់អាងសំខាន់មានទឹកគ្រប់គ្រាន់សម្រាប់បម្រើតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋដែលឡែកស្ថានភាពទឹកស្ទឹងព្រៃថ្នោតនៅតែបន្តនិរន្តរភាពធម្មតាដែលលេខតែការបញ្ជូនទឹកទៅខាងក្រោមតាមរយៈប្រព័ន្ធប្រឡាយមេដែលឡើងជិះខាងត្បូងដែលកំពុងបន្តការងារគម្រោងខកម្ពស់ទឹកតាមស្ថានីយជលសាស្ត្រដងស្ទឹងព្រៃថ្នោត1ស្ថានីយតាសាលថ្ងៃនេះទឹកមានកម្ពស់14ម៉ែត្រ76សង់ទីម៉ែត្រទីមានថ្ងៃម្សិលមិញខ្ពស់ជាង14សង់ទីម៉ែត្រកម្រិតកម្ពស់ប៉ងបរិយា20ម៉ែត្រ2ស្ថានីយពីមខ្លីថ្ងៃនេះទឹកមានកម្ពស់2ម៉ែត្រទីមានថ្ងៃម្សិលមិញខ្ពស់ជាង6សង់ទីម៉ែត្រកម្រិតកម្ពស់ប៉ងបរិយា8ម៉ែត្រ3ស្ថានីយរលាងជ្រៃថ្ងៃនេះទឹកមានកម្ពស់6ម៉ែត្រ92សង់ទីម៉ែត្រទីមានថ្ងៃម្សិលមិញខ្ពស់ជាង7សង់ទីម៉ែត្រកម្រិតកម្ពស់ប៉ងបរិយា7ម៉ែត្រ80សង់ទីម៉ែត្រអាសាដោយបានគោរពជំរាបជូនខាងលើសូមបងប្អូនសាធារណជនមេត្តាជ្រាបសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់កិច្ចសហការ